ស្ដីបងប្អូនគ្នាថ្ងៃនេះយើងមកជួបគ្នាទៀតណាតើបើតែថ្ងៃនេះយើងមកវិញគឺលក្ខណៈថាប្លែកណាមានន័យថាគឺលបែងគណិតវិទ្យាក៏ដូចជាអាចបន្តថាគឺជាកំសាន្តគណិតវិទ្យាណាជួយគណិតវិទ្យាក៏មានលក្ខណៈកំសាន្តដូចមុខវិជ្ជាផ្សេងៗដែរណាឧទាហរណ៍ដូចជានៅក្នុងលេខនេះជាងទៅណាបាទតោះឥឡូវកំសាន្តគណិតវិទ្យានេះមានថាគឺលោកគ្រូតម្រូវឲ្យពួកយើងហ្នឹងគឺយកលេខទាំង3នេះធ្វើការកណនាមានថាមានលេខ72ខ្ទង់កលេខខ441និងខ្ទង់ក2313មានន័យថាតម្រូវឲ្យពួកយើងហ្នឹងគឺធ្វើតាមលោកគ្រូណាគឺយើងជ្រើសរើសលេខទាំង3ហ្នឹងមកយើងស្រឡាញ់មួយណាស្រឡាញ់លេខកឬក៏ស្រឡាញ់លេខខឬក៏ស្រឡាញ់លេខកអញ្ចឹងឧទាហរណ៍ថាបើយើងស្រឡាញ់លេខកចោះណាឬក៏ស្រឡាញ់លេខខអញ្ចឹងទៅឧទាហរណ៍បើសិនជាយើងស្រឡាញ់លេខខឯងយកលេខ441ហ្នឹងយកទៅគុណណាគុណលេខប្រមាណគុណទៅសេតតែយើងចង់គុណលេខ2ខ្ទង់3ខ្ទង់4ខ្ទង់5ខ្ទង់អីឡើងទៅណាគុណមិនគុណទៅពេលឃើញចម្លើយមកគឺមានថាគុណឯងត្រូវប្រាប់លោកគ្រូនឹងលេខទាំងអស់ប៉ុន្តែតម្រុយគុណឯងហ្នឹងគឺលាក់លេខមួយខ្ទង់ឲ្យលោកគ្រូអញ្ចឹងលោកគ្រូនឹងស្វែងរកអាលេខហ្នឹងឲ្យពួកយើងបានណាឧទាហរណ៍ចាមកមើលឧទាហរណ៍ទាំងអស់គ្នាថាយើងយកលេខខ្ទង់កគឺ441ចឹងតោះអញ្ចឹងឧទាហរណ៍ថាពួកយើងយកទៅគុណនឹងលេខ571អញ្ចឹងអាលេខដែលយើងត្រូវគុណនឹងមិនបាច់ប្រាប់លោកគ្រូថាលេខប្រមាណទេតែអ្វីដែលយើងត្រូវប្រាប់លោកគ្រូនេះគឺនេះលោកគ្រូចង់បានចម្លើយនេះគឺ25 18 11អញ្ចឹងចម្លើយវាគឺចេញប៉ុណ្ណឹងអញ្ចឹងហាគឺតម្រូវឲ្យពួកយើងនឹងលាក់លេខលោកគ្រូចំនួន1ខ្ទង់ឧទាហរណ៍ថាពួកយើងចង់លាក់លេខ5ចុះអញ្ចឹងពេលខ្លួនឯងចង់លាក់លេខ5អញ្ចឹងពេលខ្លួនឯងខមមិនចម្លើយខ្លួនឯងរាប់ទៅសេថា2.181អញ្ចឹងទៅអញ្ចឹងលោកគ្រូនឹងស្វែងរកលេខដែលបាទពួកយើងលាក់ហ្នឹងឲ្យឃើញឲ្យពួកយើងឃើញណាថាលេខពួកយើងលាក់ហ្នឹងគឺជាលេខ5អញ្ចឹងបើសិនជាខ្លួនឯងចង់លាក់លេខ8វិញអញ្ចឹងខ្លួនឯងមិនបាច់ចាំសេទេគ្រូឯងគ្រាន់សេថាលេខ2លេខ5លេខ1លេខ8សំទោសលេខ8បាទចុចហើយលេខ1ហើយនឹងលេខ1មកអញ្ចឹងលោកគ្រូនឹងស្វែងរកលេខឲ្យពួកយើងដែលលាក់នឹងលោកគ្រូនឹងគឺជាលេខ8តោះអញ្ចឹងបើសិនចង់ដឹងថាពិតឬមិនពិតតោះអញ្ចឹងយើងលេងល្បែងនេះទាំងអស់គ្នាតោះឲ្យចាំ comment ចម្លើយឬក៏ comment លេខណាដែលខ្លួនឯងគុណលេខណាតោះផ្ញើមកលោកគ្រូមកលោកគ្រូនឹង comment ប្រាប់លេខដែលខ្លួនឯងលាក់ថាជាលេខប្រមាណតោះអរគុណតើបើសិនជាចូលចិត្តល្បែងកំសាន្តបែបហ្នឹងទៀតតោះអញ្ចឹងខ្លួនឯងអាចជួយ share លោកគ្រូទីទៅហើយចាំលោកគ្រូនឹងរកល្បែងថ្មីដើម្បីកំសាន្តបាទជាមួយពួកយើងបន្តទៀត